តែអ្នកទាំងអស់គ្នាមានដឹងទេថាមានគេបើកកសិដ្ឋានចិញ្ចឹមសត្វក្តាមច្រើនខ្លាំងណាស់នៅតំបន់អឺរ៉ុបហើយតើគេចិញ្ចឹមវាដើម្បីអ្វីការចិញ្ចឹមសត្វក្តាមគឺជាឧស្សាហកម្មដ៏ធំមួយដែលផ្ដោតទៅលើការទទួលបានស្នែងសត្វក្តាមនិងសាច់របស់វាហើយយើងប្រហែលជាគិតថាមិនសូវមានការបរិភោគសាច់ក្តាមច្រើននោះទេតែផ្ទុយទៅវិញតើអ្នកដឹងទេថាសត្វក្តាមត្រូវបានគេចិញ្ចឹមរាប់រយលានក្បាលនៅទូទាំងប្រទេសនៅជុំវិញពិភពលោកជារៀងរាល់ឆ្នាំមិនត្រឹមតែជាអាហារសម្រាប់បរិភោគនោះទេវាត្រូវបានគេចិញ្ចឹមដើម្បីផ្គត់ផ្គង់ជាឱសថបុរាណនិងស្រាថែមទៀតផងជាមួយនឹងប្រវត្តិសាស្ត្រដែលមានអាយុកាលជាង 2000 ឆ្នាំមកហើយស្នែងរបស់សត្វក្តាមត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងឱសថបុរាណនៅទូទាំងពិភពលោកចាប់តាំងពីពេលនោះមកមានការទទួលស្គាល់ជាច្រើនអំពីសារៈប្រយោជន៍នៃថ្នាំបុរាណដែលផលិតចេញពីស្នែងរបស់សត្វក្តាមនាពេលបច្ចុប្បន្នការថែទាំសត្វក្តាមត្រូវបានមើលថែយ៉ាងយកចិត្តទុកដាក់ចាប់តាំងពីលក្ខខណ្ឌអាហារូបត្ថម្ភអនាម័យរហូតដល់បច្ចេកទេសការប្រមូលផលរបស់សត្វក្តាមត្រូវបានអនុវត្តតាមបច្ចេកវិទ្យានិងជាប្រព័ន្ធស្មៅស្រស់និងចំបើងសើសាឡីត្រូវបានប្រមូលជាដុំដែលបម្រើជាប្រភពនៃអាហារដ៏សំខាន់របស់សត្វក្តាមបន្តមកទៀតចំបើងត្រូវបានដាក់នៅក្នុងធុងចំណីហើយបែងចែកឲ្យសក្តានទៅនោះនៅចំណែកស្មើគ្នាដែលធានាថាសក្តាននីមួយៗទទួលបានចំណែករបស់វាដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់សារធាតុទាំងនេះផ្ដល់នូវប្រូតេអ៊ីននិងថាមពលចាំបាច់សម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់វានៅពេលរដូវត្រជាក់មកដល់បញ្ហាប្រឈមធំបំផុតគឺអាហារសម្រាប់ពួកវាស្មៅស្រស់ប្រែខ្វះខាតហើយរុក្ខជាតិឈប់លូតលាស់តែផ្ទុយមកវិញសក្តានចាប់ដើមលូតលាស់យ៉ាងខ្លាំងក្លានៅចុងទីខែរដូវនិងបន្តលូតលាស់ពេញមួយរដូវក្តៅបន្តទៀតឥឡូវនេះយើងមកស្វែងយល់អំពីស្នែងរបស់សក្តានទាំងអស់គ្នាស្នែងរបស់សក្តានគឺជាផ្នែកនៃលលាក្បាលរបស់សក្តានវាគឺជារចនាសម្ព័ន្ធមួយដែលផ្សំឡើងដោយឆ្អឹងខ្ចីជាលកាសរសៃស្បែកសរសៃប្រសាទនិងសរសៃឈាមជាដើមស្នែងរបស់សក្តានត្រូវបានបាក់និងលូតលាស់ឡើងវិញជារៀងរាល់ឆ្នាំហើយស្នែងរបស់វានេះដែរគឺជាផ្នែកមួយដែលបង្ហាញអំពីសម្រស់របស់វាហើយវាបានប្រើស្នែងនេះធ្វើជាអាវុធផងដែរនៅពេលដែលស្នែងរបស់វានៅខ្ចីស្នែងរបស់វាត្រូវបានខុតរណ្ដប់ទៅដោយស្បែកយ៉ាងក្រាស់និងមានសរសៃឈាមជាច្រើនជាទូទៅស្នែងរបស់សក្តានត្រូវចំណាយពេលត្រឹមតែ3ខែប៉ុណ្ណោះដើម្បីធ្វើឲ្យស្នែងរបស់វាលូតលាស់ពេញរូបរាងឡើងវិញនៅពេលដល់អាយុកាលរបស់វាស្នែងទាំងនេះត្រូវបានគេកាត់ដោយឧបករណ៍ឯកទេសការប្រមូលយកស្នែងទាំងនេះដោយធានាបានថាมันប៉ះពាល់ទៅដល់លលាក្បាលរបស់សក្តាននោះឡើយក្រោយពីកាត់យកស្នែងសក្តានរួចមកស្នែងទាំងនេះត្រូវបានស្ងោរនៅក្នុងទឹកក្តៅដែលមានសីតុណ្ហភាពចន្លោះពី88ទៅ86អង្សាសេក្រោយស្ងោររួចរាល់វាត្រូវបានផ្ទេរទៅក្នុងបន្ទប់មួយដែលមានសភាពស្ងួតសីតុណ្ហភាពនិងសំណើមត្រូវបានរក្សាយ៉ាងប្រុងប្រយ័ត្ននៅពេលដែលវាស្ងួតទាំងស្រុងស្នែងទាំងនោះត្រូវបានគេកាត់ទៅជាបំណែកតូចៗមុនបញ្ជូនវាទៅកន្លែងដែលកិនវាទៅជាម្សៅផ្សារទាំងនេះត្រូវបានគេប្រើប្រាស់ដោយបន្តនិងកែច្នៃបន្ថែមទៀតនៅក្នុងទម្រង់ជាផលិតផលផ្សេងៗដូចជាថ្នាំគ្រាប់និងស្រាដែលត្រូវបានត្រាំដោយស្នែងសត្វប្រើសទៀតផងនៅក្នុងឱសថបុរាណស្នែងរបស់សក្តានត្រូវបានគេចាត់ទុកថាគឺជាថ្នាំដ៏អភូតហេតុមួយដែលធ្វើឲ្យប្រសើរឡើងនៅមុខងារសន្លាក់គាំទ្រដល់ការលូតលាស់នៃសាច់ដុំនិងពន្យាដំណើរការភាពចាស់តាមបែបធម្មជាតិស្រាថ្នាំដែលត្រាំទៅដោយស្នែងរបស់សក្តានមិនមែនគ្រាន់តែជាភេសជ្ជៈនោះទេតែវាក៏ជួយទៅដល់ជំងឺសន្លាក់ដូចគ្នានិងជួយទៅដល់សុខភាពបុរសថែមទៀតផងក្រៅអំពីការទីសារៈប្រយោជន៍អំពីស្នែងរបស់វារួចមកសាច់របស់វាក៏ត្រូវបានគេពេញនិយមច្រើនផងដែរសាច់របស់សក្តានគឺជាអាហារមួយប្រភេទដែលគេប្រទះឃើញមានការដាក់លក់ជាច្រើននៅលើទីផ្សាររបស់ប្រទេសចិនផងដែរជាមួយនឹងការប៉ាន់ស្មានការបរិភោគសក្តានទៅទាំងពិភពលោកប្រហែលជា 10,000 តោនជារៀងរាល់ឆ្នាំក្នុងនោះ 30,000 តោនត្រូវបាននាំចូលទៅកាន់ប្រទេសចិនតែមួយគត់ដែលស្មើទៅនឹង 30% នៃសក្តានទាំងអស់ហើយវាគឺជាអាហារដ៏លេចធ្លោមួយដែលភាគច្រើនគេត្រូវបានយកវារងាស់ទៅជាស៊ុប